ខ្ញុំមិនមែនជាប្រិយមិត្តរឿងព្រឺព្រួយទេដោយសាររឿងព្រឺព្រួយភាគច្រើនគឺចាក់ខ្ញុំអត់ចូលមូលហេតុដោយសារចេះខ្លាចដោយសេរីពួករឿង The Conjuring ស្អីហ្នឹងគឺខ្ញុំមើលតិចមើលខ្ទីឲ្យតាំងពីខ្សែស្រឡាយរឿង Annabelle រឿង The Nun ស្អីហ្នឹងហើយកាលនោះគឺគេល្បីខ្លាំងមែនទែនអារឿង The Conjuring ហ្នឹងដែលអ្នកដែលមើលរឿងហ្នឹងហើយចេញពីរោងគាត់បានទៅធ្វើរឿងខ្ញុំខ្ជិលនិយាយខ្លាចវីដេអូនេះគេបិទបើសម្រាប់ខ្ញុំវិញមើលរឿងហ្នឹងចប់នឹងគេនឹងឯងដែរក៏មិនដែរធម្មតាតែដូចជាសពឃើញក៏មិនដែរដូចជាសពឃើញដែរយល់មែនឲ្យតែមានអ្នកបបួលខ្ញុំទៅមើលរឿងប្រភេទព្រឺព្រួយអញ្ចឹងគឺខ្ញុំមិនដែរទៅមើលធម្មតាយើងទៅមើលរឿង action ដោយសារយើងចង់ឃើញ action នៅក្នុងរឿងហ្នឹងហើយយើងទៅមើលរឿងព្រឺព្រួយគឺដោយសារតែយើងចង់ឲ្យគេបន្លាចយើងហើយបើមើលទៅអីមើលឲ្យខ្លាចផងហើយឥឡូវនេះទីបំផុតផ្លូវក្នុងអាចរកឃើញរឿងដែលធ្វើខ្ញុំភ្ញាក់បានហើយសាច់រឿងហ្នឹងនិយាយអំពីគ្រួសាររបស់ Charlie Cannon ដែលកូនស្រីរបស់គាត់ឈ្មោះ Kathy ហ្នឹងត្រូវបាននិយាយធំម្នាក់ចាច់ចម្រិតយកទៅធ្វើពិធីបូជាយ៉ាញ់ទេវលឹងរបស់ខ្មោចម៉ាមីហ្នឹងរយៈពេល8ឆ្នាំក្រោយមកគាត់ក៏បានរកឃើញកូនស្រីរបស់គាត់វិញក៏ប៉ុន្តែមិនមែនស្ថិតក្នុងទម្រង់ជាមនុស្សទេហើយគាត់ក៏បានយកកូនស្រីរបស់គាត់ហ្នឹងទៅនៅក្នុងផ្ទះរបស់គាត់បន្ទាប់មកមានរឿងចម្លែកជាច្រើនបានកើតឡើងទៅលើគ្រួសារមួយហ្នឹងហើយខ្ញុំប្រហែលសាច់រឿងទៅប៉ុណ្្នឹងបានហើយចំណុចមួយដែលខ្ញុំចង់និយាយនៅក្នុងរឿងហ្នឹងខ្លាំងមែនទែនគឺវិធីសាស្ត្រក្នុងការកាត់តរឿងនេះគឺកាត់តបានល្អខ្លាំងមែនទែនកន្លែងខ្លះយើងមើលអត់ដឹងថាកាត់តណាដោយសារតែវាស្ដែងពេកកន្លែងមនុស្សងាប់ខ្ញុំស្មានតែមនុស្សងាប់មែនតើអ្វីគ្រប់យ៉ាងនៅក្នុងរឿងហ្នឹងវាមើលមកវាគួរឲ្យជឿបរោយតាំងពីអាកន្លែងខ្ញាល់រំរៃចាក់កចេញមកវាថាឃើញឆ្អឹងឃើញសរសៃមនុស្សឃើញឈាមហូរមែនតើបរោយកន្លែងក៏ក្រិចកន្លែងស្អីហ្នឹងគឺដាក់យកបរោមានព្យាយាមលាក់យើងទេមើលឲ្យចង់ក្អួតមកវិញយល់មែនហើយអ្វីដែលខ្ញុំឆ្ងល់នៅក្នុងរឿងហ្នឹងមិនបាននៅក្នុងរឿងហ្នឹងសបោកកន្លែងក្អួតដាក់មាត់គ្នាមែនខ្ញុំគ្រាន់តែឃើញតួអង្គពីរនាក់ហ្នឹងដាក់មុខចិត្តគ្នាខ្ញុំដឹងថាអូទៀតអញឡើងក៏ក្រិចយើយខ្ញុំនិយាយមែនអារឿងប្រភេទព្រឺព្រួយលក្ខណៈគ្រួសារអញ្ចឹងតើមានសមាជិកគ្រួសារណាកើតខ្មោចអីបញ្ហាពេលច្រើនគឺមកពីប្រពន្ធរបៀបថាអត់ព្យាយាមរកពីមូលហេតុដើមតូនថាម៉េចបងកូននឹងកើតអញ្ចឹងទេសុខចិត្តទុកកូននៅផ្ទះហើយសង្ឃឹមថាធម៌ពលនៃក្តីស្រឡាញ់ហ្នឹងវាអាចព្យាបាលកូននឹងបានមែនដល់ឥឡូវនេះធម៌ពលនៃក្តីស្រឡាញ់ហ្នឹងហុចផលឲ្យហើយតាំងពីកូននឹងចូលមកដល់ក្នុងផ្ទះនឹងភ្លាមតួអង្គមួយដែលខ្ញុំគិតថាសាច់កម្មជាងគេគឺតួអង្គយាយប៉ែនោះខ្ញុំអត់ប្រាប់ថាមានរឿងអីកើតឡើងចំពោះគាត់ទេអ្នកដែលមើលរឿងហ្នឹងគឺប្រកាសជាដឹងអីខ្ញុំនិយាយមែនណាគ្រួសារហ្នឹងកុំតែបានគុណយាយប៉ែមួយដែលជាអ្នកស៊ើបអង្កេតនោះទេបើសិនជាអត់មានយាយប៉ែហ្នឹងទេហើយសួយគ្រួសារហ្នឹងងាប់ទាំងអស់ចំណុចមួយទៀតដែលខ្ញុំឆ្ងល់ហ្នឹងមិនបាននៅក្នុងផ្ទះហ្នឹងនៅពេលដែលកូនស្រីហ្នឹងធ្វើអីអត់មានតែគេដឹងរបៀបថាផ្ទះហ្នឹងដូចជាមិនសូវធំទេក៏ប៉ុន្តែនៅពេលដែលមានរឿងអីកើតឡើងគឺអត់មានតែគេដឹងទេហើយកូនហ្នឹងវាបុកអញ្ចាំងវាវាយទ្វារវាបកសលេក៏អត់មានតែគេដឹងដែរមិនចឹងរបៀបថាម៉ែឪនៅក្នុងហ្នឹងអត់មានខ្វល់បរោយឮសលេងឡើងព្រុងប្រាំងពេញផ្ទះអត់មានខ្វល់បរោយហើយសុកចិត្តដើរទៅយឺតអត់ព្រមដើរទៅបើកទ្វារមើលលឿនដល់ពេលទៅដល់កន្លែងកាត់ហេតុអីបានធ្វើអីណាមិនបើកូនឯងធ្វើអញ្ចឹងរឿងនេះគឺគេបកកែធ្វើអាលក្ខណៈថានៅពេលដែលយើងមើលហើយគឺមានអារម្មណ៍ថាស្រាវខ្លាំងមែនទែនបើនិយាយអំពីភាពតានតឹងក្នុងរឿងនេះវិញខ្ញុំមើលបដៅខ្ចប់ក្តៅបដៅយកដៃញឹកមាត់ខ្លួនឯងបដៅហើយរឿងនេះអត់ recommend ឲ្យក្មេងក្រោមអាយុ18ឆ្នាំស្ត្រីមានផ្ទៃពោះអ្នកមានជំងឺបេះដូងអីមើលទេដោយសារតែរឿងនេះគឺជារឿងមួយដែលមានលក្ខណៈសាហាវខ្លាំងមែនទែនគឺគេអត់ព្យាយាមលាក់យើងទេសូម្បីតែកន្លែងដែលគេយកក្មេងទៅធ្វើស្អីហ្នឹងក៏គេអត់ព្យាយាមលាក់យើងដែរហើយខ្ញុំចូលចិត្តអារឿងប្រភេទអញ្ចឹងហើយសម្រាប់អ្នកដែលចូលចិត្តរឿងលក្ខណៈព្រឺព្រួយអីគឺមើលរឿងហ្នឹងត្រូវបរោយហើយខ្ញុំអត់ចង់បង្ហើបសាច់រឿងច្រើនពេកទេចង់ឲ្យចូលទៅមើលខ្លួនឯងអញ្ចឹងសរុបមករឿងម៉ាមីរបស់ Lee Cronin មានទម្ងន់85គីឡូបើសិនជារឿងហ្នឹងធ្វើឲ្យខ្ញុំស្រែកនៅក្នុងរោងកុនខ្ញុំឲ្យ90គីឡូហើយវីដេអូថ្ងៃនេះមានប៉ុណ្្នឹងជួបគ្នាវីដេអូក្រោយបាយ